ម្ដាយរបស់ញាថោងស្រាត់ដោយក្នុងនោះការពីពេលថ្មីនេះមេធាវីរបស់ជនជាប់ចោតទាំងពីរបានលើកឡើងថាជនជាប់ចោតទាំងពីរនាក់គ្រងនឹងយកបុរី999ដែលមានតម្លៃជាង$100 លានអាមេរិកដាក់ទៅតុលាការដើម្បីសុំធានាក្រៅឃុំជាថ្មីឪពុកម្ដាយរបស់ញាថោងស្រាត់ដែលកំពុងតែជាប់ពន្ធនាគារប្រៃសណគ្រងនឹងយកបុរីរបស់ខ្លួនគឺបុរី999ដែលមានតម្លៃជាង$100 លានអាមេរិកដាក់ធានាទៅកាន់សាលាដំបងក្រុងភ្នំពេញដើម្បីសុំសិទ្ធិនៅក្រៅឃុំសារជាថ្មីម្ដងទៀតបើយោងតាមលោកមុំកែវស៊ីវិនដែលជាមេធាវីរបស់ជនជាប់ចោតទាំងពីរនាក់ដែលថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថាដោយសារតែស្ថានភាពជំងឺរបស់លោកថោងចម្រើនជាឪពុករបស់ញាថោងស្រាត់កាន់តែធ្ងន់ធ្ងរពួកគេគ្រងនឹងយកបុរី999ដែលមានតម្លៃជិត$1 កោដអាមេរិកដើម្បីដាក់ធានាសុំតុលាការនៅក្រៅឃុំសារជាថ្មីបើយោងតាមមេធាវីរូបនេះបានឲ្យដឹងទៀតថាការដាក់ពាក្យធានាសុំនៅក្រៅឃុំម្ដងទៀតនេះក៏នឹងមានភ្ជាប់នៅឯកសារស្ថានភាពជំងឺនិងលិខិតបញ្ជាក់អំពីការសម្រាកព្យាបាលនៅក្នុងប្រទេសផងដែរតែតងទៅនឹងបញ្ហានេះបណ្ដាញព័ត៌មានអប្សរា NN មិនអាចតាក់ទងចៅក្រមថ្មីដែលកាន់សំណុំរឿងនេះដើម្បីសុំការបំភ្លឺបានទេសូមបញ្ជាក់ថាលោកថោងចម្រើននិងអ្នកស្រីកៅសារីឪពុកម្ដាយរបស់ញាថោងស្រាត់ដែលកំពុងកិច្ចខ្លួននៅក្នុងសំណុំរឿងបាញ់សម្លាប់អុកញ៉ាអឹងមេងជឺត្រូវបានចោទប្រកាន់ពីបទកាន់កាប់និងរក្សាទុកអាវុធខុសច្បាប់ហើយត្រូវបានចៅក្រមសាលាដំបងរាជធានីភ្នំពេញធ្លាប់ធ្វើការដោះលែងឲ្យនៅក្រៅឃុំរួចហើយកាលពីថ្ងៃទី7 ខែកុម្ភៈក៏ប៉ុន្តែត្រូវបានចាប់ត្រឡប់មកវិញក្រោយពីពួកគេព្យាយាមធ្វើដំណើរទាំងយប់ទៅកាន់ប្រទេសវៀតណាមនោះ